ពេលដែលលុយសម្លេងបែបហ្នឹងមានម៉ូទ័រវាគៀកគ្នាខ្លាំងហើយណាយើងអាចបើកអានេះតិចណាសួស្តីបងប្អូនថ្ងៃនេះខ្ញុំធ្វើវីដេអូមួយជាមួយនឹងការកិនវត្ថុធាតុដើមដែលយើងហាលហើយឲ្យទៅជាម្សៅអញ្ចឹងម្សៅហ្នឹងយើងចង់បានម៉ត់ប៉ុណ្ណាយើងកិនហើយយើងមើលតើវាម៉ត់ប៉ុណ្ណាដែលយើងចង់បានម៉ាស៊ីននេះຂະຫນាតរបស់វាគឺ40គីឡូក្នុង1ម៉ោងអញ្ចឹងបងប្អូនដាក់វត្ថុធាតុដើមគឺយើងដាក់ពីលើនេះទៅណាអញ្ចឹងពេលដំបូងយើងអាចបិទនេះសិនដើម្បីកុំឲ្យវត្ថុធាតុដើមធ្លាក់ទៅក្រោមណាអញ្ចឹងយើងដាក់ពីលើនេះទៅហើយសម្រាប់ម៉ាស៊ីនកិនវាប្រើធ្មេញបែបនេះណាចឹងបងប្អូនចង់បានម៉ត់កម្រិតណាគឺយើងមូលអានេះមកនេះណាអានេះមានន័យថាយើងវិលមកខាងនេះវាគ្រាប់រៀងធំវិលមកនេះគ្រាប់រៀងទូចពេលបងប្អូនដាក់កបាត់ចូលហើយយើងមូលនេះណែណាអញ្ចឹងពេលដំបូងបងប្អូនអាចមូលឲ្យវាណែតែម្ដងទេឲ្យវាធូរសិនណាឲ្យវាធូរសិនឲ្យវាធូរហើយយើងបើកម៉ូទ័រឲ្យម៉ូទ័រវាដើរឲ្យជក់សិនចាំយើងកាច់វាទៅម៉ត់ណាអញ្ចឹងពេលម៉ូទ័រដើរជក់ហើយយើងចាប់ដើមសេរីនេះសេរីនេះយើងកុំអាមូលខ្លាំងភ្លាមណាព្រោះនេះយើងមូលតឹងពេកម៉ូទ័រឡើងដើរហើយណាពេលដែលយើងឮសំឡេងបែបហ្នឹងមានន័យថាម៉ូទ័រវាចាប់ដើមរុនកាន់តែតូចណាអញ្ចឹងពេលបងប្អូនដាក់វត្ថុធាតុដើមហើយយើងចាប់ដើមបើកមាត់នេះយើងបើកនេះគឺបើកធំពេកបើកងរបានហើយណាអញ្ចឹងក្នុងករណីដែលបងប្អូនចង់បានម៉ត់តែប៉ុណ្ណឹងគឺប៉ុណ្ណឹងយើងយកទៅប្រើបានណាប៉ុន្តែក្នុងករណីបងប្អូនចង់បានម៉ត់ជាងនឹងទៀតគឺយើងយកវាទៅចាក់ចូលម្ដងទៀតណាប៉ុន្តែកុំភ្លេចបងប្អូនត្រូវមួលនេះបន្ថយសិនណាអញ្ចឹងឥឡូវយើងត្រូវទុកអីបន្តិចដើម្បីមើលថាអាម៉ត់ក្រោយដែលយើងកិនលើកទី2ហ្នឹងប៉ុណ្ណាណាអញ្ចឹងពេលដែលយើងចង់បានម៉ត់ជាងនឹងទៀតយើងចាក់វាចូលម្ដងទៀតពេលបងប្អូនចាក់ចូលម្ដងទៀតយើងធ្វើដូចលើកទី1អញ្ចឹងគឺយើងបើកម៉ូទ័រឲ្យដើរសិនហើយយើងមួលអានេះឲ្យណែនសិនណាពេលដែលលុយសម្លេងបែបហ្នឹងមានន័យម៉ូទ័រវាគៀកគ្នាខ្លាំងហើយណាយើងអាចបើកអានេះតិចណាចឹងបើសិនជាបងប្អូននៅក្រៅយើងអាចទៀតទៅដឹងថានេះវាម៉ត់ខ្លាំងជាងណាចឹងសម្រាប់ម៉ាស៊ីននេះបងប្អូនចង់បានម៉ត់ខ្លាំងជាងនឹងទៀតក៏បានដែរយើងកិនវាត្រឡប់ម្ដងទៀតណាចឹងអានេះម៉ត់ដូចម្សៅស៊ុបចឹងនេះហើយសមត្ថភាពវាខ្ពស់ណា1ម៉ោងរហូតដល់40គីឡូចឹងបងប្អូនដែលមានតម្រូវការច្រើនយើងអាចមើលម៉ាស៊ីននេះបានណាចឹងបងប្អូនមានតម្រូវការចាំតាក់ទងមកពេកដើម្បីព័ត៌មានបន្ថែមតែអ្វីដែលចង់ចាំគឺបងប្អូនប្រើម៉ាស៊ីននេះពេលដែលយើងមួលតឹងហើយពេលបិទម៉ូទ័រពេលបើកម៉ូទ័រវិញគឺត្រូវបន្ធូរវាសិនបន្ធូរហើយយើងបើកម៉ូទ័រវិញបើមិនចឹងទេគឺម៉ូទ័រអត់ដើរទេដោយសារវាគៀកខ្លាំងពេកម៉ូទ័រវាអង្គើខ្លួនអត់រួចទេចឹងវាគាំងចឹងបងប្អូនត្រូវបន្ធូរវាសិនណាចឹងរបៀបប្រើម៉ាស៊ីននេះគឺមានតែប៉ុណ្្នឹងឯងតែខុសពីម៉ាស៊ីនតូចចឹងបងប្អូនមានតម្រូវការចាំតាក់ទងមកពេកដើម្បីព័ត៌មានបន្ថែមសូមអរគុណ